សញ្ញាពមៀនណាខ្លះតែដែលបញ្ជាក់ថាម៉ាក់មានហូរឈាមពីខាងក្នុងក្រោយសម្រាប់កូនដែលវះកាត់រួចជាទូទៅនៅពេលដែលម៉ាក់សម្រាប់កូនដោយការវះកាត់តែតែមានការបាត់បង់ឈាមតិចតួចឬក្នុងបរិមាណណាមួយសមស្របប៉ុន្តែបើក្នុងករណីជាក់ស្ដែងបើមានការហូរឈាមធ្ងន់ធ្ងរវាអាចប៉ះពាល់ដល់អាយុជីវិតរបស់ម្ដាយហើយត្រូវការសង្គ្រោះឬការព្យាបាលទាន់ពេលវេលាជាក់ស្ដែងមានរោគសញ្ញាព្រមានសំខាន់មួយចំនួនតាក់ទងសញ្ញាជីវិតដែលម៉ាក់គួរដឹងទី1តាក់ទងជាមួយសម្ពាធឈាមអាចសម្ពាធឈាមធ្លាក់ចុះជីពចរដើរញាប់ឬក៏កម្រិតចង្វាក់ដង្ហើមដើរញាប់ឬក៏កម្រិតអុកស៊ីហ្សែននៅក្នុងឈាមរបស់គាត់ធ្លាក់ចុះហើយរួមផ្សំជាមួយនឹងសញ្ញាសំខាន់ជាច្រើនទៀតមានដូចជាមានការហូរឈាមតាមទ្វារមាសច្រើនក្នុងបរិមាណដ៏លើសលប់មានការធីងធងវិលមុខអស់កម្លាំងលហិតលហៃមួយទៀតអាចមានការក្អួតចង្អោរឬក៏ឈឺពោះហើមពោះហើយនឹងបាត់បង់ជាតិទឹកឬក៏ស្រែកទឹកខ្លាំងជាដើមមូលហេតុអ្វីបានជាស្ត្រីដែលសម្រាប់កូនដោយវះកាត់មានហានិភ័យហូរឈាមពីខាងក្នុងមានមូលហេតុជាច្រើនសំខាន់ដែលតាក់ទងជាមួយនឹងការហូរឈាមពីខាងក្នុងទី1វាអាចតាក់ទងជាមួយនឹងស្ត្រីគាត់មានការឈឺពោះយូរឬក៏សម្រាប់កូនយូរទី2វាអាចតាក់ទងជាមួយនឹងគាត់មានជំងឺបំរុងកលាភ្លើងឬក៏កលាភ្លើងហើយមានករណីមួយទៀតគាត់មានធាត់ជ្រុលដើម្បីឲ្យគ្រូពេទ្យមានការវះកាត់ជាក់ស្ដែងដូចជាមានករណីខ្លះដូចជាគាត់មានកូនភ្លោះច្រើន2ឬក៏3ហើយមួយទៀតគាត់ធ្លាប់មានប្រវត្តិនៃការវះកាត់និងករណីខ្លះមួយទៀតអាចសុកស្អិតជាប់ជាមួយនឹងចិញ្ចើមស្បូនជួបជាមួយខ្ញុំបានវិជ្ជាបណ្ឌិតច័ន្ទសនេតនៅវីដេអូបន្ទាប់ប្រសិនបើប្រិយមិត្តមានចម្ងល់ឬក៏មានសំណួរអាចតម្លាក់នៅខមមិនខាងក្រោមនេះបាន